បានជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់ថ្ងៃនេះខ្ញុំបាទចង់ធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹងថាតើហេតុអ្វីនៅពេលដែលយើងរកលុយបានច្រើនហើយនៅទីបំផុតយើងនៅតែដាច់ដៃអញ្ចឹងខ្ញុំបាទសូមអនុញ្ញាតចែកចម្លែកនៅគេហៅថាចំណុច5សំខាន់ដែលពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់អញ្ចឹងចំណុចទី1គឺវាសំខាន់មែនទែនដែលបងប្អូនយើងរកលុយបានច្រើនយ៉ាងណាតែទីបំផុតពួកគាត់នៅតែដាច់ដៃគឺពាក់ព័ន្ធជាមួយនឹងការចំណាយធំជាងចំណូលអញ្ចឹងនៅពេលដែលបងប្អូនទទួលបានគេហៅថាសាច់ប្រាក់ដែលរកបានប្រចាំខែច្រើនបងប្អូនតែមានអារម្មណ៍ថាចង់ឲ្យរង្វាន់ទៅលើខ្លួនឯងអញ្ចឹងការឲ្យរង្វាន់ខ្លួនឯងដល់មិនបានពិចារណានេះឯងដែលធ្វើឲ្យបងប្អូនទីបំផុតទៅគឺនៅតែមានសភាពដាច់ដៃនៅពេលចុងក្រោយដដែលអឺបងប្អូនអាចមានអារម្មណ៍ថានឿយហត់អំពីការប្រឹងប្រែងរបស់បងប្អូនអញ្ចឹងក៏បងប្អូនមួយចំនួនគេហៅថាចំណាយទៅលើអ្វីដែលពួកគាត់រកបានដោយគិតថាពួកគាត់នឹងអាចរកបានលក្ខណៈស្តៀងគ្នាទៀតឬក៏ចំនួនទឹកប្រាក់ដដែលឬក៏ច្រើនជាងនឹងនៅថ្ងៃបន្ទាប់ប៉ុន្តែគ្មានអ្នកណាដឹងថានៅថ្ងៃបន្ទាប់មានអ្វីកើតឡើងទេខ្ញុំយកជាឧទាហរណ៍ជាក់ស្ដែងមួយគឺនៅពេលដែលតារាចម្រៀងដ៏ល្បីល្បាញលើពិភពលោកគឺលោក Michael Jackson គឺនៅពេលដែលតារាចម្រៀង Pop ដែលល្បីល្បាញរបស់ពិភពលោកនេះបានទទួលមរណភាពទៅគឺតុលាការបានបង្ហាញអំពីរបាយការណ៍របស់គាត់គឺគាត់មានបំណុលបើទោះបីជាគាត់បានស្លាប់លាចាកលោកហើយក៏ដោយគាត់មានបំណុល$500 លានដែលមិនទាន់ធ្វើការទូទាត់អញ្ចឹងគឺជាអ្វីដែលមនុស្សលើពិភពលោកមានការភ្ញាក់ផ្អើលដែលគេដាក់ការសង្ស័យថាហេតុអ្វីតារាចម្រៀងដែលមានចំណូលមហាសាលបែបនេះនៅទីបំផុតនៅពេលដែលគាត់បានស្លាប់ផុតទៅគឺបែរទៅជាមានបំណុលឡើងវិញបងប្អូនអញ្ចឹងបើគេត្រឡប់ទៅមើលការចំណាយប្រចាំថ្ងៃរបស់គាត់ការចំណាយគេហៅថាដ៏មហាសាលអញ្ចឹងដែលធ្វើឲ្យគេហៅថាតារាចម្រៀងមួយនេះមិនអាចគ្រប់គ្រងគេហៅថាប្រភពចំណូលឲ្យបានត្រឹមត្រូវអញ្ចឹងនៅចុងក្រោយគឺបង្ហាញថាគាត់មានបំណុល$500 លាននេះគឺជារបាយការណ៍ចេញពីតុលាការនៅស្ថានភាពចុងក្រោយរបស់គាត់បាទទី2គឺពាក់ព័ន្ធជាមួយនឹងរឿងគេហៅថាគ្មានផែនការហិរញ្ញវត្ថុច្បាស់លាស់បងប្អូននៅពេលដែលរកបានលុយច្រើនគឺគាត់មិនបានចាប់អារម្មណ៍អំពីគេហៅថាការចំណាយជារឿងមួយហើយប៉ុន្តែផែនការហិរញ្ញវត្ថុដែលយើងនឹងធ្វើការកំណត់ស្អីគឺជាការចំណាយអតិភិបខ្ញុំឧទាហរណ៍ថាឥឡូវបើយើងមានបំណុលតែបំណុលរបស់យើងហ្នឹងគឺស្ថិតនៅក្នុង level បំណុលកម្រិតណានបំណុលហ្នឹងអាចជាបំណុលដែលអាចគ្រប់គ្រងបានដែរឬទេទី1ទី2ថាតើដើម្បីដោះស្រាយបំណុលរយៈពេលខ្លីឬក៏បំណុលរយៈពេលវែងតើយើងត្រូវប្រើលុយដែលយើងរកបានហ្នឹងបែងចែកទៅជាគេហៅថាចំណែករបៀបម៉េចដើម្បីឆ្លើយតបឬមួយក៏កុំឲ្យនៅពេលដែលយើងសុកបាត់ចំណូលទៅយើងមិនអាចមានលទ្ធភាពតបស្នងឬក៏តបតឬក៏សងត្រឡប់ទៅវិញទៅលើគេហៅថាបំណុលដែលនឹងរួមរឹតយើងដូចជាឧទាហរណ៍ករណីទី1ដូចជាលោក Michael Jackson ឯងហើយយើងគួរតែបែងចែកអំពីគេហៅថាចរន្តលុយបំណុលចរន្តហើយនឹងបំណុលមិនមែនចរន្តអញ្ចឹងកន្លែងនេះយើងត្រូវតែធ្វើការងារឲ្យបានគ្រប់ជ្រុងជ្រោយជាពិសេសគឺត្រូវតែឧស្សាហ៍អាននៅរបាយការណ៍ឬក៏ស្ថានភាពហិរញ្ញវត្ថុរបស់យើងថាតើយើងឥឡូវហ្នឹងស្ថិតនៅក្នុងកម្រិតណាមួយជៀសវាងហានិភ័យដែលកើតឡើងដោយមិនអាចគ្រប់គ្រងបានបាទដល់ឡែកចំណុចទី3គឺជាចំណុចទូចមួយដែលបងប្អូនភាគច្រើនមិនបានសូវចាប់អារម្មណ៍ទៅលើវាគឺការប្រើប្រាស់កាតឥណទានដោយស្ដុកស្ដំពេកហួសកម្រិតដែលអាចគ្រប់គ្រងបាននៅក្នុងចំណុចមួយនេះខ្ញុំមិនបាននិយាយថាការប្រើប្រាស់កាតឥណទានមិនល្អនោះទេការប្រើប្រាស់កាតឥណទានគឺជាជំនួយហិរញ្ញវត្ថុចាំបាច់មួយនៅពេលដែលបងប្អូនត្រូវការរបស់របរជាមូលដ្ឋានសម្រាប់នឹងការរស់អញ្ចឹងគឺរបស់របរជាមូលដ្ឋាននេះគឺសំដៅទៅលើអ្វីដែលបងប្អូនត្រូវការមិនមែនយកគេហៅថាកាតឥណទានទៅទិញរបស់ដែលបងប្អូនគ្រាន់តែចង់បាននោះទេអញ្ចឹងកន្លែងនេះការប្រើប្រាស់កាតឥណទាន
គឺល្អប៉ុន្តែសម្រាប់បងប្អូនយើងមួយចំនួនការប្រើប្រាស់កាតឥណទានគឺប្រើយូរទៅគឺយើងមិនបានគ្រប់គ្រងកាតឥណទានទេគឺទៅជាកាតឥណទានប្រើប្រាស់ឬក៏ប្រើប្រាស់ទម្លាប់មិនល្អរបស់យើងមកគ្រប់គ្រងយើងដោយមិនដឹងខ្លួនទៅវិញបងប្អូនមួយចំនួនប្រើប្រាស់កាតឥណទានរហូតទៅជាទម្លាប់ហួសពីទម្លាប់ទៀតគឺទៅជាការញៀនអញ្ចឹងបងប្អូនគ្រាន់តែពេលខ្លះដកកាតចេញមកអាចធ្វើការទូទាត់បានអញ្ចឹងមើលទៅមានរូបរាងគេហៅថាលយសង្ហាប៉ុន្តែបងប្អូនត្រូវតែតោងប្រយ័ត្នឲ្យបានខ្ពស់ព្រោះការប្រើប្រាស់កាតឥណទាននៅចុងក្រោយបើយើងមិនអាចគ្រប់គ្រងវាបានទេយើងនឹងធ្លាក់ទៅក្នុងគេហៅថាបំណុលបន្តិចម្ដងដោយមិនដឹងខ្លួនព្រោះការប្រើប្រាស់កាតឥណទាននេះគឺដូចជាគ្រឿងញៀនមួយដែលយើងប្រើប្រាស់វាដោយអត់ដឹងខ្លួនអញ្ចឹងមកជាថ្មីម្ដងទៀតសម្រាប់ខ្ញុំអត់និយាយថាការប្រើប្រាស់កាតឥណទានមិនល្អនោះទេប៉ុន្តែសូមឲ្យបងប្អូនប្រើប្រាស់កាតឥណទានដោយមានការប្រុងប្រយ័ត្នព្រោះមានអ្នកទទួលបានបទពិសោធន៍ច្រើនហើយអំពីគេហៅថាធ្លាក់ខ្លួនទៅជាការសងយឺតយ៉ាវការសងត្រឡប់អត់ទាន់នៅគេហៅថា credit ដែលកាតឥណទានបានផ្ដល់ជូនយូរទៅគាត់ទៅជាទម្លាប់អញ្ចឹងគាត់ទោះបីជាការបង់ការប្រាក់បន្តិចម្ដងក៏ដោយប៉ុន្តែវាជាទម្លាប់មួយដែលធ្វើឲ្យបងប្អូនធ្លាក់ទៅលើការចាយវាយដោយគេហៅភាពងាយស្រួលខ្លាំងពេកអញ្ចឹងនាំឲ្យបងប្អូនចុងក្រោយរកតែលុយហ្នឹងមកដាក់សងកាតឥណទាននិងការប្រាក់ផងដែរអញ្ចឹងសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់កាតឥណទានបាទចំណុចទី4គឺជាចំណុចសំខាន់មួយដែរគឺបងប្អូនយើងមួយចំនួនគឺមិនបានធ្វើការវិនិយោគទេអំពីសាច់ប្រាក់ដែលពួកគាត់បានរកនៅពេលបច្ចុប្បន្ននេះទេគឺកន្លែងនេះវាបើយើងនិយាយទៅគឺវាជា snow នៃគេហៅថាការរស់នៅពេលដែលយើងចូលដល់វ័យចំណាស់ឧទាហរណ៍ថាយើងជាអ្នកបម្រើការងារឲ្យស្ថាប័នមួយនៅពេលដែលលទ្ធភាពការងាររបស់យើងថមថយឬក៏ចូលដល់គេហៅថាយើងមិនអាចផលិតនៅលទ្ធផលឲ្យក្រុមហ៊ុនបានឬក៏កន្លែងដែលយើងបម្រើការងារបាននោះជាថ្ងៃចុងក្រោយនៃគេហៅថាសាច់ប្រាក់ដែលយើងអាចរកបានហើយអញ្ចឹងកន្លែងនេះបងប្អូនមួយចំនួនគាត់បានមានការឆក់ល្វែងមិនបានធ្វើការដកប្រាក់ដើម្បីសន្សំនិងវិនិយោគឲ្យបានត្រឹមត្រូវនោះទេអញ្ចឹងបងប្អូនដឹងទីថាដើម្បីឲ្យនៅពេលដែលបងប្អូនចូលទៅដល់វ័យ retirement ឬក៏វ័យចូលនិវត្តន៍នោះបងប្អូនអាចនៅតែមានភាពរីករាយក្នុងជីវិតនោះគឺការឲ្យប្រាក់របស់យើងធ្វើជាទាសកររបស់យើងពាក្យទាសករកន្លែងនេះសម្រាប់មនុស្សគឺវាអាក្រក់ស្ដាប់ប៉ុន្តែពាក្យថាទាសករសម្រាប់ប្រាក់គឺល្អមានថាឲ្យធ្វើឲ្យការលុយរបស់យើងនឹងធ្វើការងាររបស់យើងមួយថ្ងៃ24ម៉ោង7ថ្ងៃនៅក្នុងមួយសប្តាហ៍ឬក៏30 28ថ្ងៃ29ថ្ងៃ30ឬ31ថ្ងៃនៅក្នុងមួយខែព្រោះជាទូទៅបើសិនជាយើងចេះដាក់ឲ្យលុយធ្វើជាទាសករយើងតាមរយៈការវិនិយោគអញ្ចឹងគឺកន្លែងនេះយើងមិនមានភាពខ្វះខាតទេនៅពេលដែលយើងចូលដល់វ័យមិនអាចស្វែងរកឬក៏បម្រើការងារបន្ថែមបានទៀតប៉ុន្តែផ្ទុយទៅវិញបើបងប្អូនមានការឆក់ល្វែងហើយមិនបានធ្វើការវិនិយោគនៅពេលដែលបងប្អូនមានកម្លាំងគ្រប់គ្រាន់មានសាច់ប្រាក់ច្រើនល្មមដែលអាចទិញទ្រព្យសកម្មណាមួយដែលបង្កើតទៅជាចលនាសាច់ប្រាក់ប្រចាំខែយើងបាននៅពេលយើងមានកម្លាំងនោះនៅថ្ងៃចុងក្រោយបងប្អូននឹងប្រឈមមុខជាមួយនឹងភាពថាការខ្វះខាតនៅពេលដែលបងប្អូនអស់ការងារឬក៏លទ្ធភាពបម្រើការងារនោះឯងបាទចំណុចទី5គឺជាចំណុចមួយដែលបងប្អូនមិនគួរធ្វើតតែសោះគឺការទិញនៅសម្ភារៈទំនើបដូចជាឡានម៉ូតូហើយក្តីនោះដើម្បីបង្ហាញទៅលើមនុស្សមួយចំនួនដែលបងប្អូនមិនពេញចិត្តឬក៏ចង់បង្ហាញនៅក្នុងគេហៅថាsocial media អំពីគេហៅ lifestyle របស់យើងអញ្ចឹងការទិញរបស់ដើម្បីបង្អួតទៅលើមនុស្សដែលយើងមិនចូលចិត្តឬក៏មិនពេញចិត្តហើយយើងទិញរបស់ដែលយើងមិនត្រូវការអាហ្នឹងគឺជារឿងមួយដែលជារឿងដែលខ្ជះខ្ជាយហើយនឹងគឺជារឿងគួរតែអាណិតអាសូរហើយគេហៅថារឿងគួរគ្រោះថ្នាក់មែនទែនសម្រាប់រឿងហ្នឹងអញ្ចឹងបងប្អូននៅពេលដែលបងប្អូន
ពិចារណាចង់ទិញអ្វីមួយបងប្អូនអាចដាក់សំណួរសួរខ្លួនឯងយ៉ាងតិចណាស់ឲ្យបាន5 ដងទៅថាតើយើងពិតជាត្រូវការទិញម៉ូតូថ្មីមែនទេនៅពេលដែលយើងមានម៉ូតូមួយអាចជិះបានហើយដោយមិនមានបញ្ហាអីតើពិតជាត្រូវការជិះឡាន3 4ឬក៏5នៅពេលដែលយើងមានឡានមួយដែលអាចធ្វើដំណើរទៅធ្វើការសំរុំចុះចំណងចំណោមនឹងគេហើយដែរឬទេឬមួយក៏បងប្អូនត្រូវការទិញឡានទី6ទៀតដោយជំពាក់លុយគេតាមរយៈការបង់រំលោះហើយយកឡានហ្នឹងទៅបង្អួតទៅលើអ្នកដែលយើងមិនចូលចិត្តថាយើងមានឡានច្រើនសម្បូរសប្បាយឬក៏ទៅលើ social media យើងផុសទៅយើងថាយើងមានលទ្ធភាពខ្ពស់បងប្អូនកន្លែងនេះគឺជាការយល់ច្រឡំដ៏ធំមែនទែនបងប្អូនការធ្វើបែបនេះគឺយើងនៅទីបំផុតយើងនឹងលក់របស់ទាំងអស់ហ្នឹងនៅពេលដែលយើងត្រូវការលុយគឺយើងលក់របស់ទាំងអស់ហ្នឹងហើយគឺខាតច្រើនណាស់បងប្អូនគឺនៅពេលដែលយើងត្រូវការលុយបន្ទាន់ហើយបើយើងមានសាច់ប្រាក់គឺមិនអីទេប៉ុន្តែនៅពេលដែលយើងត្រូវការលុយបន្ទាន់ទាំងអស់របស់ទាំងអស់ហ្នឹងគឺมันបានអំណោយផលឲ្យបងប្អូនឬក៏មានភាពចំណេញផ្នែកលុយកាក់នោះទេបងប្អូនអញ្ចឹងសូមឲ្យបងប្អូនធ្វើការចំណាយទៅលើរបស់របរហ្នឹងជាពិសេសគឺឲ្យមានការប្រុងប្រយ័ត្នខ្ញុំមិនចំណែនបងប្អូនដែលមាន17ឬក៏អីទេបងប្អូនគឺសម្រាប់ខ្ញុំទូរស័ព្ទគ្រាន់តែជាឧបករណ៍ដែលអាចទេទៅបានអញ្ចឹងបងប្អូនសូមបងប្អូនមានអារម្មណ៍ដូចនេះគេហៅថាកុំទិញតាមអារម្មណ៍សូមឲ្យបងប្អូនទិញទៅលើគេហៅថាផ្អែកលើការត្រូវការជាក់ស្ដែងជាជាងការទិញទៅតាមអារម្មណ៍បាទជាចុងក្រោយសូមថ្លែងអំណរគុណដល់បងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ហើយសូមជូនពរបងប្អូនមានសុខភាពល្អហើយក៏រំពឹងថាការចែកម្លែកចំណេះដឹងដ៏តិចតួចនេះនឹងធ្វើឲ្យបងប្អូនអាចទទួលបានជាធាតុចូលបន្ថែមសម្រាប់បងប្អូនគិតពិចារណាដើម្បីជៀសវាងអំពីការខ្វះខាតអំពីសាច់ប្រាក់នៅពេលអនាគតបាទសូមអរគុណជម្រាបលាបាទ